គោលនេះគឺជា idol របស់ក្រុមជ្រុលនិយមមួយចំនួនក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេសហើយក៏ជាបុគ្គលម្នាក់ដែលបងប្អូនប្រជាប្រដ្ឋខ្មែរក្នុងប្រទេសបានស្គាល់គាត់ដែរបាទបុគ្គលនេះបើតាមខ្ញុំចាំដូចជាកាលពីខែ12ឆ្នាំ2024កន្លងទៅសមត្ថកិច្ចបានធ្លាប់ហៅទៅណែនាំបាទហៅទៅណែនាំម្ដងរួចមកហើយពាក់ព័ន្ធជាមួយនឹងការផុសព័ត៌មានបំពុលសង្គមបាទផុសព័ត៌មានមិនពិតផុសព័ត៌មានដែលធ្វើឲ្យក្រុមជ្រុលនិយមមួយចំនួនចោទប្រកាន់វាយប្រហារជេរប្រមាថលៀបពណ៌ទៅលើរាជរដ្ឋាភិបាលកម្ពុជាបាទនៅពេលដែលបុគ្គលនេះបានបង្កើតបញ្ហាហើយត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការណែនាំបុគ្គលនេះបានចេញវីដេអូក៏ដូចជាធ្វើលិខិតសន្យាសុំទោសទៅដល់សម្ដេចតេជោនិងសម្ដេចធិបតីរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំយើងដទៃទៀតបាទគេផ្ដល់ឱកាសឲ្យហើយដើម្បីឲ្យយើងកែខ្លួនឲ្យយើងចេញមកកែខ្លួនវិញតែដោយសារតែបុគ្គលនេះបើតាមព័ត៌មានមកដូចជាបានប្រាក់ចំណូលពី Facebook ច្រើនបាទតទៅពេលលំនួតអួតអាងបាទគេហៅថាតទៅពេលបានច្រើនបានលុយច្រើនពី Facebook បាទខំនិយាយទៅមានអ្នកចូលមើលច្រើននិយាយទៅមានគេនឹងគាំទ្រច្រើនអញ្ចឹងទៅធ្វើឲ្យបុគ្គលនេះភ្លេចខ្លួនក៏បង្កើតបញ្ហាបន្តទៀតបាទការផុសគឺសិតតែការផុសរបៀបញុះញង់របៀបការដាក់បន្ទុកចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលបងប្អូនត្រូវចាំថាពេលខ្លះអត់ជេរបចោប្រមាថទៅដល់សម្ដេចតេជោនិងសម្ដេចធិបតីដោយចំឈ្មោះទេប៉ុន្តែបុគ្គលនេះបានសរសេរលៀបពណ៌សរសេរក្នុងន័យឲ្យក្រុមប្រឆាំងមួយចំនួនមកជេរប្រមាថទៅដល់សម្ដេចតេជោនិងសម្ដេចធិបតីរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំដទៃទៀតបាទរបៀបសរសេរការញុះញង់ការលៀបពណ៌ការប្រមាថផ្សេងមិនវាយប្រហារមិនជេរបចោចំឈ្មោះទេក៏ប៉ុន្តែបុគ្គលនេះរបៀបសរសេរលៀបពណ៌ញុះញង់ឲ្យក្រុមប្រឆាំងចូលមកជេរប្រមាថទៅដល់ថ្នាក់ដឹកនាំក៏ដូចជាព័ត៌មានមួយចំនួនទៀតវាយប្រហារធ្ងន់ធ្ងរណាស់បាទបងប្អូនអាចអូសទៅមើលក្រោមទៅបាទហើយខ្ញុំមុននេះខ្ញុំក៏ឃើញវីដេអូរបស់ភរិយារបស់គាត់ចេញមកដែរបាទសិតអរគុណសុំទោសសម្ដេចពុកអញ្ចេះសម្ដេចពុកអញ្ចោះខ្ញុំអត់ថាយទេក៏ប៉ុន្តែជម្រាបទៅដល់បងស្រីវិញហៅបងចុះបាទហេតុអ្វីមុននឹងបង្កើតកំហុសនេះឡើងហេតុអ្វីក៏យើងមិនសិក្សាច្បាស់លាស់ហេតុអ្វីក៏យើងមិនគិតឲ្យច្បាស់លាស់បងហេតុអ្វីក៏មិនណែនាំប្តីបាទហើយទាំងប្តីនោះក៏ដោយហេតុអ្វីក៏មានកំហុសលើកទី1ទៅហើយមិនកែប្រែមិនកែកំហុសមិនកែប្រែខ្លួនឯងល្អឡើងវិញបាទដឹងថាខ្លួនឯងធ្វើខុសហើយដឹងថាខ្លួនឯងធ្លាប់ប្រព្រឹត្តបទល្មើសក៏ដូចជាធ្វើទង្វើមួយដែរសង្គមគេមិនចូលចិត្តមានន័យថាបង្កើតរឿងនេះបង្កើតរឿងនោះផុសរឿងនេះផុសរឿងនោះដែលមិនពិតដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសថ្នាក់ដឹកនាំកិត្តិយសទៅដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសកិត្តិយសរបស់សម្ដេចធិបតីនិងសម្ដេចតេជោហ៊ុនសែនគេយកតំណែងនាំម្ដងហើយហេតុអីក៏មិនរៀងបាទហេតុអីក៏មិនរៀងទៅពេលគេយកតំណែងនាំទៀតចាប់ដើមសូមទៅដល់សម្ដេចតេជោហ៊ុនសែនសូមទៅដល់សម្ដេចធិបតីហ៊ុនម៉ាណែតលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតសម្ដេចពុកសម្ដេចម៉ែពេលមុននឹងមានបញ្ហាមិនក៏មិនគិតឲ្យច្បាស់ណែនាំប្តីប្រាប់ប្តីបាទកុំឲ្យធ្វើទង្វើដែលខុសច្បាប់កុំឲ្យញុះញង់កុំឲ្យលៀបពណ៌កុំឲ្យការផុសប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំទៅពេលមានកំហុសកើតឡើងហើយជ្រុលពេលហើយចាប់ដើមសម្ដេចពុកសម្ដេចម៉ែឡើងព្រោះបាទអានេះខ្ញុំមិនថាយទេអានេះគ្រាន់តែធម្មតាជាប្រពន្ធយើងត្រូវបារម្ភប្តីយើងត្រូវចង់ឲ្យប្តីចេញមកវិញណាអញ្ចឹងយើងធម្មតាយើងនិយាយឲ្យសុំសម្ដេចពុកសុំសម្ដេចម៉ែសម្ដេចធិបតីប៉ុន្តែខ្ញុំគ្រាន់តែជម្រាបថាមុននឹងគាត់ប្រព្រឹត្តបទល្មើសនិយាយផ្សេងផុសជាហូរជាហាយនេះមិនក៏បងមិនណែនាំមិនក៏មិនប្រាប់ហើយលោកម្នាក់ខ្ញុំហៅថាលោកចុះបាទលោកម្នាក់ដែលត្រូវបានសមាជិកនាំខ្លួនទៅនេះកន្លងមកគេបានធ្លាប់យកតែណែនាំហើយចេញមកសុំទោសសម្ដេចតេជោសុំទោសសម្ដេចធិបតីសុំទោសថ្នាក់ដឹកនាំដទៃទៀតហើយហេតុអ្វីក៏នៅតែអំនួតហេតុអ្វីក៏នៅតែផុសមិនចេះគិតហេតុអ្វីក៏ព្យាយាមផុសឲ្យប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំបាទហើយបងប្អូនមួយចំនួនដែលចេញមកគ្រប់គ្រងខ្ញុំសូមនិយាយបងប្អូនមួយចំនួនហ្នឹងគឺមិនហ៊ាននិយាយមិនហ៊ានធ្វើដូចបុគ្គលហ្នឹងទេបាទបើបុគ្គលហ្នឹងហ៊ាននិយាយប៉ះពាល់ថ្នាក់ដឹកនាំសរសេរណាមួយសរសេររឿងអីមួយដែលធ្វើឲ្យគេយល់ច្រឡំទៅលើរដ្ឋាភិបាលគេយល់ច្រឡំទៅលើសម្ដេចតេជោសម្ដេចធិបតីបុគ្គលទាំងប្រមាណនេះចេញមកគ្រប់គ្រងអូល្អណាស់បងល្អណាស់អត់ថានាំលើធ្វើបាបប្រជារាស្ត្រណាអញ្ចឹងមកចុះពីអញ្ចឹងទៅតែសួរថាអ្នកខមមិនតែប្រហែលនេះហ៊ានធ្វើនេះគាត់អត់ហ៊ានទេបាទបានតែឲ្យពីក្រោយរុញគ្នាចូលគុកអញ្ចឹងទៅបាទតទៅពេលបុគ្គលនេះត្រូវបានគេខាត់ខ្លួនយកតែនាំម្ដងទៀតតែបដៅចេញមកអូគាត់ចេះមួយគាត់ចុះពីរខ្ញុំសូមជម្រាបថាការខាត់ខ្លួនដោយសារតែបុគ្គលនេះបានធ្វើទង្វើខុសច្បាប់បាទញុះញង់លៀបពណ៌ក៏ដូចជាសរសេរប៉ះពាល់ទៅដល់កិត្តិយសរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាហើយខ្ញុំសូមបញ្ជាក់ពេលខ្លះបុគ្គលនេះមិនជេរបចោជេរប្រមាថទៅដល់សម្ដេចតេជោនិងសម្ដេចធិបតីចំឈ្មោះទេក៏ប៉ុន្តែបុគ្គលនេះបានសរសេររបៀបប្រឆិតប្រឆៀងញុះញង់សរសេរដើម្បីឲ្យក្រុមមួយចំនួនចូលជេរប្រមាថទៅដល់សម្ដេចតេជោនិងសម្ដេចធិបតីជាពិសេសសរសេរដើម្បីឲ្យក្រុមប្រឆាំងមួយចំនួនចូលមកជេរចូលមកលៀបពណ៌បន្ថែមតែម្ដងបាទអានេះខ្ញុំសូមជម្រាបឱកាសគេផ្ដល់ឲ្យហើយមិនមែនតែម្ដងទេណាគេផ្ដល់ឱកាសឲ្យដើម្បីកែខ្លួនគេគ្រាន់តែហៅតែណែនាំធ្វើកិច្ចសន្យាចេញវីដេអូមកសុំទោសបាទអត់រៀងទៀតបែរជាចេញមកប្រមាថចេញមកសរសេរញុះញង់ចេញមកសរសេរមូលបង្កាច់ចេញមកសរសេរប្រឆិតប្រឆៀងធ្វើយ៉ាងណាឲ្យពួកប្រឆាំងនៅក្រៅជេរប្រមាថថ្នាក់ដឹកនាំបាទសូមឲ្យគិតតែចំណុចហ្នឹងបាទមិនសុកគេខាត់ខ្លួនទេឥឡូវសូមឲ្យបងប្អូនទាំងអស់គ្នាមួយចំនួនចូលទៅមើលទៅ
ចូលទៅមើលក្នុង account របស់គាត់ចូលទៅមើលក្នុង page របស់គាត់ទៅសួរថាគាត់ផុសអ្វីខ្លះគាត់និយាយអ្វីខ្លះបាទពាក្យប្រមាថណាក៏ប្រមាថទៅដល់អាជ្ញាធរពាក្យប្រមាថណាក៏ប្រមាថទៅដល់ថ្នាក់ដឹកនាំបាទពាក្យប្រមាថណាក៏ញុះញង់ទៅដល់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋខឹងទៅដល់ថ្នាក់ដឹកនាំបាទមិនមែនលេខសើចទេណាថ្នាក់ដឹកនាំទាំងមូលបាទសូម្បីតែយើងសរសេរប៉ះពាល់ទៅដល់ឥឡូវថាយើងប្រជាពលរដ្ឋសាមញ្ញធម្មតាទៅក៏ខ្ញុំមិនសុខចិត្តដែរចុះតម្រុំតែយើងសេញុះញង់សេលៀបពណ៌ទៅដល់ថ្នាក់ដឹកនាំសួរថាប្រទេសមានច្បាប់ណាបាទហើយបងប្អូនមួយចំនួនខ្ញុំសូមជម្រាបថាបងប្អូនកុំព្យាយាមបាទខមមិនដើម្បីរុញគ្នាឲ្យចូលគុកបាទរុញគ្នាឲ្យខុសច្បាប់បាទបើគាត់និយាយអ្វីមួយបើគាត់ធ្វើបញ្ហាអ្វីមួយដែលខុសទៅនឹងច្បាប់ឬក៏ក្នុងន័យញុះញង់ឬក៏ក្នុងន័យបង្កចរាចរណ៍ណាមួយបើយើងស្រឡាញ់គាត់មែនយើងត្រូវណែនាំគាត់បងណាសរសេរមកបងបានហើយកុំឲ្យប៉ះពាល់ថ្នាក់ដឹកនាំបាទបងណាកុំធ្វើអញ្ចឹងតែអស់លោកឯងមួយចំនួនអត់ទេអានេះខ្ញុំនិយាយបកគោខមមិនមួយចំនួនណាឃើញគាត់ខុសអញ្ចឹងឲ្យរុញបន្ថែមបាទអាងតែគ្នានៅខ្មែរអាខ្លួនឯងអាងនៅក្រៅប្រទេសរុញលិចរុញកើតអាខ្លះនៅអូស្ត្រាលីនៅកាណាដានៅកូរ៉េនៅអាមេរិករុញគ្នាថែមបាទរុញគ្នាដើម្បីគ្នាចូលគុកទៅចូលគុកមិនចាប់ដើមរដ្ឋាភិបាលចេះមួយខាងនាំចេះមួយចោលប្រកាន់ទៅលើថ្នាក់ដឹកនាំទៀតបាទសូមឈប់បើស្រឡាញ់គាត់មែនត្រូវតែចេះណែនាំគាត់អប់រំគាត់ថែមទៀតព្រោះគាត់សាកំហុសលើកទី1រួចហើយបាទគាត់បានទទួលស្គាល់កំហុសគាត់ហើយហើយវិញក៏ត្រូវមកបង្កើតកំហុសទៀតបាទអានេះខ្ញុំសូមផ្ដាំផ្ញើជូនបងប្អូនជាពិសេសភរិយារបស់គាត់ដែរមិនដឹងថាលទ្ធផលបែបណាទេបើសិនជាក្នុងករណីដែលគាត់ចេញមកវិញខ្ញុំថាបើសិនណាបងគួរតែណែនាំបន្ថែមទៅគាត់ទី1កុំដោយសារតែបានចំណូលពី Facebook កុំដោយសារតែគ្រាន់តែគេចូលមើលច្រើនចុច like ច្រើនចុច comment ច្រើនដែលរុញទៅឲ្យប្តីបងធ្វើខុសនេះកុំដោយសារតែរឿងហ្នឹងធ្វើឲ្យអនាគតអស់អនាគតដោយសារតែក្រុមមួយចំនួនហ្នឹងរុញថែមណាត្រូវគិតពិចារណាត្រូវណែនាំប្តីត្រូវបើហៅថាក្នុងនាមប្តីប្រពន្ធយើងត្រូវណែនាំគ្នាយើងត្រូវឲ្យយោបល់គ្នាបងឈប់ធ្វើអញ្ចឹងទៅបងកុំនិយាយប៉ះពាល់យើងរស់ស៊ីដឹងរស់ស៊ីបើយើងនិយាយការងារសង្គមដឹងការងារសង្គមទៅធ្វើយ៉ាងណាកុំនិយាយក្នុងន័យលៀបពណ៌ក្នុងន័យញុះញង់ក្នុងន័យមួយបង្កាច់ណាបាទប្រទេសកម្ពុជាក៏ដោយប្រទេសណាក៏ដោយមានសិទ្ធិក្នុងការបញ្ចេញមតិតែបើយើងនិយាយញុះញង់និយាយលៀបពណ៌និយាយប្រមាថនិយាយមួយបង្កាច់យើងនិយាយធ្វើប៉ះពាល់កិត្តិយសថ្នាក់នាំអានោះវាជារឿងផ្សេងបាទអានេះខ្ញុំសូមជម្រាបបាទជូនទៅដល់បងប្អូនថាបកគលនេះបានណែនាំលើកទី1រួចហើយដោយសារតែខុសទៅនឹងច្បាប់បាទញុះញង់លៀបពណ៌ក៏ដូចជាសរសេរអត្ថបទប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំបាទគាត់ក៏បានទទួលស្គាល់កំហុសគាត់ដែរបាទតែឥឡូវនេះជាលើកទី2នេះសួរថាឱកាសណាចេះផ្ដល់ឲ្យគេផ្ដល់ឱកាសឲ្យលើកទី1មិនចេះកែប្រែឥឡូវចាប់ផ្ដើមសារកំហុសលើកទី2ទៀតហើយ